មានមន្ត្រីដែលកាន់ការងារនឹងផ្នែកផ្សេងៗហ្នឹងគឺផ្ដល់សេវាកម្មរហ័សទាន់ចិត្តការសុវត្ថិភាពជាទៅដឹងថាប្រព័ន្ធអីដែលវាល្អវាខ្វះខាតអីវាស្រួលរហូតហ្មងចាល្អជាងមុនយើងបានកែប្រែបានច្រើនសូមជម្រាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ថ្ងៃនេះនាងខ្ញុំសូមអនុញ្ញាតបង្ហាញបងប្អូននៅការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលជាភាសាសាមញ្ញហៅថាឈៀកគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែករក្សានៅសុវត្ថិភាពនៅពេលធ្វើដំណើរនៅតាមដងផ្លូវដោយដែលបងប្អូនពុកម៉ែបានដឹងដូចបង្ហាញថាក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងតែធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជាធ្វើយ៉ាងណាបង្ខិតនៅការផ្តល់សេវានិងបង្កលក្ខណៈឲ្យកាន់តែងាយស្រួលដល់ការមកទទួលសេវាពីខាងក្រសួងសាធារណការក្រសួងក៏បានរៀបចំទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាច្រើនទីតាំងនៅរាជធានីភ្នំពេញរហូតដល់ទៅ8ទីតាំងរួមមានរិស័យកែវចំការដូងជ្រោយចង្វាបឹងស្នោកំបូលរងអណ្ដែតផ្សារបឹងបៃតងនិងផ្សារដីហុយនិងនៅតាមបណ្ដាខេត្តមានចំនួន14ទីតាំងរួមមានកំពង់ចាមក្រចេះរតនគិរីព្រះវិហារកំពង់ធំសៀមរាបបន្ទាយមានជ័យបាត់ដំបងកំពង់ឆ្នាំងកំពង់ស្ពឺព្រះសីហនុកំពតតាកែវនិងស្វាយរៀងព្រមទាំងមានរថយន្តឈើចល័តចំនួន4គ្រឿងដែលបម្រើសេវាឈើដល់ខេត្តមួយចំនួន9រួមមានត្បូងឃ្មុំមណ្ឌលគិរីតឹងត្រែងឧត្តរមានជ័យបៃលិនពោធិ៍សាត់កែបកោះកុងនិងព្រៃវែងទៅតាមកម្មវិធីនិងការបរិច្ឆេទដែលបានកំណត់បងប្អូនអាចស្វែងរកទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសណាមួយដែលនៅជិតទីតាំងផ្ទះបងប្អូនបានដើម្បីយករថយន្តមកឈៀកនិងអាចធ្វើការកក់ទុកមុនបានតាមប្រព័ន្ធអនឡាញ ticketinspection.mpwt.gov.kh ដើម្បីសម្រួលដល់ការយកយានយន្តរបស់បងប្អូនមកឈៀកបានឆាប់រហ័សចំណេញពេលវេលានិងថវិកាចាជំរាបសួរបងចាមុននេះខ្ញុំឃើញបងបានយករថយន្តមកឈៀកចាខ្ញុំចង់សួរបងខ្លះពីចំណាប់អារម្មណ៍ដែលបងបានមកទទួលសេវាឈៀកនេះថាតើបងមានចំណាប់អារម្មណ៍យ៉ាងណាដែរបាទតកតងទៅនឹងចំណាប់អារម្មណ៍របស់ខ្ញុំណាគឺខ្ញុំមកច្រើនបាទមកញឹកមែនតើបាទដោយសារយើងនៅវិស័យរថយន្តដែរអញ្ចឹងណាបាទគាត់មានមន្ត្រីដែលកាន់ការងារនឹងផ្នែកផ្សេងៗហ្នឹងគឺផ្ដល់សេវាកម្មរហ័សទាន់ចិត្តគាត់ញែកឲ្យដាច់ពីគ្នាណាបាទហើយទី2វាមានកន្លែងទលាយសម្រាប់ចតឡាននេះខ្ញុំក៏ចង់សួរពីមតិយោបល់តើបងមានមតិយោបល់សម្រាប់ការលម្អបន្ថែមទៅលើសេវាឈៀកនេះបន្ថែមទៀតទេបងអូចំណុចនេះខ្ញុំវាអត់បានគិតដល់ណានៅពេលការគាត់សួរបាទបើតាមគំនិតខ្ញុំអត់មានអីទេគ្រាន់តែបើសិនណាមានអ្វីដែលល្អប្រសើរពិសេសជាងនេះទៀតរត់តែល្អបាទគឺយើងទទួលយកបានខ្លាំងជាមួយនឹងសេវាកម្មនិងទីធ្លាហើយនឹងតកតនឹងការចំណាយអីផ្សេងៗទៅតាមបច្ចេកទេសគឺក្រឹតក្រមត្រឹមត្រូវទាំងអស់ចាបងចាអញ្ចឹងសូមអរគុណច្រើនបងចាចំពោះការបញ្ចេញមតិយោបល់ចំពោះការផ្ដល់សេវានេះចាសូមអរគុណបងចាជំរាបសួរបងមុននេះបន្តិចខ្ញុំឃើញបងបានយករថយន្តមកឈៀកនេះខ្ញុំមកពីក្រសួងសាធារណការដឹកជញ្ជូនចង់សួរនាំបងខ្លះតកតងអំពីដែលបងមកទទួលសេវាឈៀកនេះតើបងមានចំណាប់អារម្មណ៍បែបណាដែរបាទនឹងមកសម្រាប់ការមកធ្វើឈៀកនេះគឺសេវាកម្មល្អបងមកតាំងពីម្ដងពីខាងគាត់រូបរាងហើយឆាប់បានធ្វើឡើងលឿនអញ្ចឹងណាបងចាអញ្ចឹងមានន័យថាគាត់យករថយន្តមកឈៀកឥឡូវសេវាកាន់តែល្អប្រសើរជាងមុនណាបងល្អជាងមុនឆ្ងាយបងចាអរគុណបងហើយតកតងជាមួយនឹងមតិយោបល់តើបងមានមតិយោបល់អីបន្ថែមទៀតទេសម្រាប់ការដែលផ្ដល់សេវានេះបងដូចជាអត់មានទេបងព្រោះតាំងពីមកវាស្រួលរហូតហ្មងបងចាតាំងសេវាកម្មគាត់ព្រមវិរិយៈដាក់យើងឲ្យគាត់បានឡើងហើយចាប់បានធ្វើហើយចាប់បានទៅផ្ទះទៀតចាអញ្ចឹងគាត់ជាសេវាមែនតើដែលថាបងបានទទួលហើយមានការពេញចិត្តទៅលើសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះចាអញ្ចឹងនេះខ្ញុំសូមអរគុណបងចំពោះការបង្ហាញមតិយោបល់ចានេះខ្ញុំនឹងធ្វើការកែលម្អនិងអភិវឌ្ឍកាន់តែប្រសើរថែមទៀតចាអរគុណបងចាជំរាបសួរបងចាបងកំពុងតែរងចាំការត្រួតពិនិត្យលក្ខណៈបច្ចេកទេសចេញពីរោងឈៀកថាទេបងបាទចាខ្ញុំសូមរំខានបងពី3នាទីបានអត់បងពីចំណាប់អារម្មណ៍ដែលបងមកទទួលសេវាឈៀកនេះថាតើបងមានចំណាប់អារម្មណ៍បែបណាដែរតើតើជាមួយនឹងការមកទទួលសេវាកម្មឈៀកនេះវាឥឡូវរៀងល្អជាងមុនរៀងជាងមុនខ្ញុំគិតថាឥឡូវយើងបានកែប្រែបានច្រើនអញ្ចឹងបងមានការពេញចិត្តណាបងទៅលើការផ្ដល់សេវាឈៀកណាបងចាអញ្ចឹងសូមអរគុណបងចំពោះការបញ្ចេញមតិយោបល់ចាអរគុណបងតើបងមានចង់កែលម្អទៅលើសេវាឈៀកយើងបន្ថែមទៀតដែរទេបងចំពោះសេវាចំពោះអកប្បកិរិយាជាមួយនឹងបុគ្គលិករបស់ខាងយើងអីហ៎បង
ខ្ញុំចង់និយាយថាខ្ញុំមកជួបតាអ្នកគាត់ស្រួលដល់ពេលអញ្ចឹងអារឿងពិបាកខ្ញុំអត់ដឹងចាអញ្ចឹងខ្ញុំអត់មានអីត្រូវកែលំអអីទៀតទេ ចាអញ្ចឹងមានន័យថាបងរីករាយនឹងទទួលសេវាលេខដែលខាងពួកខ្ញុំផ្ដល់ទៅណាបង ចាបង ចាតើកត្តាអីដែលជំរុញឲ្យបងយករថយន្តបងមកឈៀកជាទៀងទាត់ កត្តាសុវត្ថិភាពអូនព្រោះអីយើងឈៀកទៅដឹងថាប្រព័ន្ធអីដែលវាល្អវាខ្វះខាតអីអញ្ចឹងណា ចា ក្រសួងសាធារណការនៅដឹកជញ្ជូនសូមបញ្ជាក់ថាក្រុមមណ្ឌលជាទាំងអស់គឺបានផ្ដល់អាទិភាពចម្បងដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់រថយន្តដែលបានដាក់ពាក្យស្នើសុំណាត់តាមប្រព័ន្ធអនឡាញនេះគឺមានច្រកពិសេសមួយសម្រាប់យករថយន្តចូលជាឲ្យតម្លៃពីបងប្អូនដែលមិនបានធ្វើការស្នើសុំណាត់ការនេះគឺដើម្បីជាសម្រួលដល់ការផ្ដល់សេវាសាធារណៈប្រកបដោយតម្លាភាពប្រសិទ្ធភាពនិងគណនេយ្យភាពដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើកំណែទម្រង់និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមសូមបងប្អូនប្រជាពលរដ្ឋយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានទៀងទាត់តាមការកំណត់ជៀសវាងការពិន័យដោយសារហួសសុពលភាពក៏ដូចជាធានានូវសុវត្ថិភាពយានយន្តរបស់លោកអ្នកក្រសួងសាធារណការនិងដឹកជញ្ជូនក៏មានលេខទំនាក់ទំនង hotline លេខ1275សម្រាប់ព័ត៌មានលម្អិតបងប្អូនប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនងតាមលេខខាងលើនេះបានសូមអរគុណ